thiên bản lực ní trong vậy tẹt tôn từ năng cả bảo miền này ta bảo từ lực tập hòn đại chỉ riêng tồn trời phun vậy từ lực thiên bản năng được sang từ chụp cả này khla đại trong vô mình vậy nên nghe sắp vì chỉ riêng bất hơi có dừng ảnh sắc xa bàn thì nó cứ sao mà nhẹ tại sao ta nhóm thưa ca đi là vậy ti tang là riêng này chẳng là vậy chẳng tới dương thưa ca bẹp pon cho mùi năng crom chiên tràn chẳng nè khác cứ cột thưa mình xây chỉ chấm này nhé tại khác tiếp cột thưa chấm này là bây giờ sắc xa vì mùa hè này cả thưa nó vì tệ tôn từ năng cả bắt đầu bảo khoản khác tới cột bắt đầu từ lời là tập hóa tới cột chấm này khác tiếp cột bắt đầu từ lời tập hóa cột bắt đầu từ lời phiệp sân sọc sôi bảo khoản tới thưa cột chấm này nhé cho mình kiếm lực hay chuyện sẽ đại mũi đời mình crom chiên mà crom nắng hàng tham cột kia cột pram nè mê kê nó owner nó đã chìm mà cha nó bị việc có bình vậy tới con chim cha chim cam mua cho con mình cái này nè bong bong con nói sao nè bà cài hay tới con mình con chim con bay nè tận ông pram nè cá bị con thơ cái này bay nè mình đây thay tạc cài pí hay nó một con lực nè con thui chẳng này nhá bùa được sao tập pi nè con nó sao tên nè chừng nhìn kháng bong con mà nè mà nè cho vậy pi nè bong con bong mà nè thôi cá mà nè chiên khom ná ảnh bay nèสมรรถភាពគាត់បបអូននឹងសមត្ថភាពគាត់ប្រហែលជាអាចស្មើជាង2នាក់អញ្ចឹង2នាក់បងប្អូនបបោកទៅបើយកជាងធម្មតា5នាក់បានធ្វើបានស្មើហ្នឹងតែដោយសារតែគាត់ឡើងតកែអញ្ចឹងទៅគាត់រៀងសល់កាក់កបខ្លះអញ្ចឹងទៅគាត់ជួលជាង3នាក់មកទៅ2នាក់បងប្អូននាំគ្នាលេងឈប់ធ្វើទាំងអស់ប្រើជាង3នាក់តែជាងថ្មីតែគាត់ឲ្យធ្វើណាធ្វើយឺតហើយធ្វើអត់បានល្អទៀតហើយធ្វើលឿនចង់ធ្វើលឿនចង់ធ្វើហួស schedule ធ្វើយឺតយ៉ាវដល់ចឹងធ្វើឲ្យគាត់បច្ចេកគាត់ធ្វើទៅអត់ចំណេញទៅគាត់ចាប់ដើមឌូថាគាត់ធ្វើអត់ចំណេញដល់ពេលយើងចោះមើលខេសជាក់ស្ដែងយើងដឹងថាអូមូលហេតុគឺដោយសារតែគាត់ឡើងជាថកែទៅគាត់លែងធ្វើដល់ពេលគាត់លែងធ្វើទៅធ្វើឲ្យការងារនឹងយឺតយ៉ាវច្រើនអញ្ចឹងគាត់ខានដល់ពេលយើងឃើញអញ្ចឹងក៏ចាប់ដើមបញ្យល់ពីហេតុផលនៃការធ្វើតាមមូលហេតុមកគាត់ធ្វើអត់ចំណេញដល់ពេលបញ្យល់គាត់ឲ្យគាត់មើលឃើញហេតុផលគាត់ក៏ចាប់ដើមចោះធ្វើដោយខ្លួនឯងវិញដល់ពេលគាត់ចោះធ្វើខ្លួនឯងវិញគាត់ចាប់ដើមចំណេញវិញគាត់ធ្វើលឿនហើយស្អាតជាងមុនមិនងាយខុសអត់សូវបង្កើតកំហុសចឹងត្រឡប់មកវិញកន្លែងហ្នឹងដែលខ្ញុំចង់លើកយកមកនិយាយហ្នឹងគឺតកតនឹងការបដោតការរៀបចំការងារជារឿងសំខាន់ណាតែយើងបដោតលើអីបើយើងបដោតទៅលើភាពសនុកសុខស្រួលយើងអត់បដោតទៅលើរឿងត្រឹមត្រូវយើងធ្វើកិច្ចការហ្នឹងឲ្យបានល្អហើយអាការគិតបដោតហ្នឹងវាជារឿងទូទៅមួយដែលយើងរៀនយកមកពិចារណាចំពោះខ្លួនយើងដែរនៅពេលណាដែលយើងធ្វើអីមួយសកម្មភាពអីមួយយើងចង់ធ្វើសួរមកខ្លួនឯងថាតើសកម្មភាពហ្នឹងនាំឲ្យយើងរីកចម្រើនឬក៏យើងធ្វើដោយគ្រាន់តែចង់បានសនុកសុខស្រួលហ្នឹងទេឧទាហរណ៍ថាយើងធ្វើការងារសាលាហើយយើងជានិស្សិត homework assignment នៅតែធ្វើអា homework assignment ហ្នឹងវាអត់ស្រួលដូចអង្គុយមើល YouTube មើល Facebook ឬអង្គុយមើលរឿងភាគអីគឺវាអត់ស្រួលចឹងហើយវាពិបាកប៉ុន្តែសួរថាតើយើងគួរជ្រើសរើសមួយណាអញ្ចឹងដែលយើងត្រូវសួរថាយើងចង់បានអីលទ្ធផលយើងចង់បានអីបើសិនយើងចង់ឲ្យយើងរៀនទៅចេះយើងធ្វើ homework តនអីចឹងកុំឲ្យ stress នៅសាលាយើងត្រូវតែធ្វើឯងទោះចំអញ្ចឹងគឺត្រូវធ្វើដែរចឹងយើងត្រូវសម្រេចចិត្តធ្វើអ្វីដែលត្រូវធ្វើនៅក្នុងការងារក៏ដូចគ្នាដែរអ្នកដែលបកកាយមែនតើណាគឺគេសម្រេចចិត្តចាត់ចែងការងារដោយផ្អែកទៅលើលទ្ធផលមិនមែនកិច្ចវេះទេហើយអ្នកដែលខ្សោយភាគច្រើនសម្រេចចិត្តដោយផ្អែកទៅលើការកិច្ចវេះវាមិនឧទាហរណ៍ថាដំបូងយើងធ្វើការដល់ពេលធ្វើការយើងមានការងារច្រើនហើយបើអ្នកដែលបកកាយគេ delegate គេទៅ delegate មានន័យថាយើងចាត់ចែងការងារទៅឲ្យអ្នកដទៃហ្នឹងដោយសារតែចង់ឲ្យការងារហ្នឹងប្រសើរជាងមុនមានន័យថាអូម៉ាថាយើងមេយុវធានឬក៏ supervisor យ៉ាងយុវកាយអញ្ចឹងបើយើងធ្វើពេលវេលាយើងទៅថ្លៃយើងទៅធ្វើការងារដែលអត់សូវសំខាន់អញ្ចឹងខានអញ្ចឹងយើងត្រូវ delegate ហ្នឹងមានន័យថាយើងទៅឲ្យទៅអ្នកផ្សេងដែលគាត់អាចធ្វើការងារនឹងបានដែរឲ្យគាត់ធ្វើហ្នឹងទៅយើងទៅធ្វើការងារណាដែលសំខាន់ជាងហ្នឹងអញ្ចឹងវាធ្វើឲ្យគុណភាពការងារហ្នឹងវាបានកាន់តែច្រើនជាងមុនកាន់តែល្អជាងមុនកាន់តែប្រសើរជាងមុនតែមនុស្សដែលអត់រីកចម្រើនវិញគឺអត់ចឹងទេគឺព្យាយាមរុញការងារទៅអ្នកដទៃដោយសារតែខ្លួនឯងចង់សនុកមិនមែនចង់ឲ្យប្រសើរឡើងទេអញ្ចឹងដល់ពេលយើងរុញការងារទៅអ្នកដទៃដោយសារខ្លួនឯងចង់សនុកយូរទៅយើងអត់ចេះទេព្រោះដោយសារយើងអត់ដែលបានធ្វើយូរទៅយើងបាត់បង់ទំនុកចិត្តលើខ្លួនឯងព្រោះដោយសារយើងអត់ដែលបានធ្វើខ្លួនឯងមានន័យថានៅពេលដែលយើងរុញការងារអ្នកដទៃហ្នឹងយើងអត់ដែលតន់បែបបានធ្វើមិនតន់បានចេះទេហួចទោះបីជាការរុញទៅអ្នកដទៃហ្នឹងគេធ្វើអត់កើតក៏យើងអត់មានយោបល់អីដែរដោយសារយើងវាអត់ចេះដែរមិនដឹងជាណែនាំថាម៉េចទេព្រោះយើងក៏អត់ចេះដែរអញ្ចឹងដល់ពេលយូរទៅបើសិននៅក្នុងស្ថាប័នបម្រើការងារវិញណាយើងយូរអស់តម្លៃហ្មងដល់ពេលណាមួយទៅអាច
ក្រុមហ៊ុនក៏វាឈប់ឬក៏យូរទៅការងាររបស់យើង portion ទាំងទូទៅស្អីយើងអត់មានសមត្ថភាពពួកយើងរញឲ្យគេអស់ហើយយើងអត់មានជាអីចឹងណាអាហ្នឹងបើសិនយើងបម្រើការងារនៅក្នុងស្ថាប័នណាមួយតែបើសិនយើងជាម្ចាស់អាជីវកម្មវិញយូរទៅអាជីវកម្មយើងដួលមកព្រោះស្អីយើងអត់ចេះផងយើងអត់ដឹងផងយើងអត់យល់ផងយើងធ្វើអីយើងរត់តែសំណុកយើងអត់គិតថាធ្វើមិនឲ្យត្រូវធ្វើមិនឲ្យរីកចម្រើនយូរមានដៃគូប្រកួតប្រជែងគេចូលមកគេវាយផ្ដួលយើងភេកមកមូលហេតុអីយើងខ្ជិលយើងខ្លាចការលំបាកយើងអត់មានគិតថាធ្វើអីដែលរីកចម្រើនធ្វើឲ្យល្អឯងយើងគិតថាធ្វើមិនឲ្យទៅស្រួលធ្វើមិនកុំឲ្យហត់ធ្វើមិនកុំឲ្យពិបាកខុសក៏ដោយត្រូវក៏ដោយអញ្ចឹងវាអត់បានលទ្ធផលទេអញ្ចឹងសរុបមកវិញធ្វើអីក៏ដោយត្រូវគិតទៅលើលទ្ធផលមុនរឿងនឹងលំបាកសំណុកអត់សំខាន់រឿងនឹងគួរធ្វើអត់បើសិនជារឿងនឹងគួរធ្វើទោះបីជាលំបាកក៏ត្រូវតែធ្វើដែរហើយបើសិនរឿងនឹងមិនគួរធ្វើទេទោះបីជាសំណុកក៏មិនត្រូវធ្វើដែរព្រោះបើសិនជាធ្វើទៅវានាំទុកទោសដល់យើងវាអត់ជួយយើងរីកចម្រើនអញ្ចឹងយើងត្រូវចាំអញ្ចឹងប៉ុន្តែជាទូទៅត្រូវចាំថារឿងដែលនាំឲ្យរីកចម្រើនវាកម្រថាជារឿងដែលសំណុកលុះត្រាតែយើងជាមនុស្សម្នាក់ដែលអាចរីករាយជាមួយនឹងភាពលំបាកដែលអាចរីករាយជាមួយភាពលំបាកបានជាសំណុកឧទាហរណ៍ថាយើងជាកីឡាបដាល់ម្នាក់ចុះដែលយើងត្រូវហាត់វាយយើងត្រូវហាត់កម្លាំងកាយឲ្យមាំអញ្ចឹងណាគេហៅហាត់ស៊ូហ្នឹងឲ្យខ្លាំងអញ្ចឹងការរត់អូសកង់ឡានរត់ឡើងភ្នំហ្នឹងអាហ្នឹងជាកិច្ចការដែលយើងត្រូវធ្វើប៉ុន្តែធ្វើទៅហត់ពិបាកតែបើសិនជាយើងអាចរីករាយជាមួយនឹងភាពហត់ហ្នឹងបានអញ្ចឹងមានន័យថាវាលែងពិបាកចំពោះយើងហើយអាហ្នឹងយើងអាចខ្លាចជាកីឡាករខ្លាំងបានតែបើសិនយើងអត់ទេយើងថាហត់ពិបាកយើងអត់ចង់ធ្វើយើងចង់សនុកអីចឹងទៅអង្គុយមើលរឿងភាគអីចឹងទៅអង្គុយញ៉ាំ popcorn អីចឹងទៅអញ្ចឹងយើងមិនមានកម្លាំងសាច់ដុំយើងមិនមានកម្លាំងគ្រប់គ្រាន់ក្នុងការវាយមុខយើងឡើងវាយប្រកាសជាត្រូវបានគេវាយសន្លប់ហើយបើមិនគេវាយសន្លប់ទេក៏យើងវាយ LL ចាញ់គេដែរអញ្ចឹងមកវាអីយើងជ្រើសរើសភាពសនុកមិនមែនជ្រើសរើសភាពដែលត្រឹមត្រូវអញ្ចឹងត្រឡប់មកវិញមិនសំខាន់ថារឿងនឹងស្រួលរឿងនឹងពិបាកទេសំខាន់ផុតរឿងនឹងជារឿងដែលយើងត្រូវធ្វើកិច្ចការនឹងជាកិច្ចការដែលយើងត្រូវធ្វើអញ្ចឹងយើងត្រូវតែធ្វើវាគង់គោលដៅដើម្បីឲ្យខ្លួនយើងប្រសើរឡើងដើម្បីឲ្យខ្លួនយើងកាន់តែល្អដើម្បីលទ្ធផលរបស់យើងគឺកាន់តែល្អអញ្ចឹងយើងធ្វើការសម្រេចចិត្តប៉ុណ្ណឹងទៅនឹងធ្វើឲ្យយើងកាន់តែប្រសើរឡើងបាទសូមអរគុណ